បាទអនុញ្ញាតគ្រប់ជំរាបសួរប្រិមិត្តបងប្អូនទាំងអស់នៅក្នុងបណ្ដាញសង្គម YouTube និង Facebook សូមលើកយកលក្ខណៈសម្បត្តិរបស់រថក្រោះធុន VT4 របស់ប្រទេសចិនហើយក៏សូមតបទៅនឹងសំណើរបស់ប្រិមិត្តម្នាក់ដែលគាត់បានស្នើខ្ញុំឲ្យធ្វើផងដែរហើយបងប្អូនដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅការជូនដំណឹងរាល់ការផុសវីដេអូថ្មីៗបន្តទៀតបាទអញ្ចឹងកុំឲ្យខាតពេលយើងចូលដល់ខ្លឹមសារអាវុធដ៏ទំនើបនេះតែម្ដងរថក្រោះធុន VT4 ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Norenco របស់ប្រទេសចិនក្នុងឆ្នាំ2014មានលក្ខណៈស្រដៀងទៅនឹងរថក្រោះរបស់រុស្ស៊ីធុន T72រថក្រោះនេះត្រូវបានកែលម្អឡើងដោយអ្នករចនាជនជាតិចិនម្នាក់បន្ទាប់ពីប្រទេសចិនទទួលគំរូរថក្រោះនេះពីប្រទេសរ៉ូម៉ានីនាទសវត្សរ៍ឆ្នាំ1980វាប្រើប្រាស់ដោយយុទ្ធជន3នាក់ក្នុងនោះមានអ្នកបើកបរនិងយុទ្ធជនកាំភ្លើងអំពីលក្ខណៈបច្ចេកទេសរបស់រថក្រោះ VT4 រថក្រោះនេះមានប្រវែងបណ្ដោយ 10,10 ម៉ែត្រទទឹង 3,40 ម៉ែត្រកម្ពស់ 2,30 ម៉ែត្រទម្ងន់ 52 តោនម៉ាស៊ីនម៉ាស៊ូតប្រភេទ Turbo Charge កម្លាំងសេះ 1300 សេះកម្លាំងអូស 25 សេះក្នុង1តោនចម្ងាយក្នុងរង្វង់ប្រតិបត្តិការ 500 គីឡូម៉ែត្រល្បឿនផ្លូវធម្មតា 70 គីឡូម៉ែត្រក្នុង1ម៉ោងឆ្លងកាត់ជម្រាល 60% ជម្រាលចំហៀង 40% ឆ្លងកាត់ឧបសគ្គកម្ពស់ 0.85 ម៉ែត្រឆ្លងកាត់លេនដ្ឋាន 2.8 ម៉ែត្រជាទូទៅរថក្រោះយន្តហោះនិងនាវាត្រូវបានពាសដែកដើម្បីទប់ទល់នឹងផលប៉ះពាល់នៃគ្រាប់បែកកាំភ្លើងមីស៊ីលដើម្បីការពារយុទ្ធជននៅខាងក្នុងពីសត្រូវវាយលុកវាបានបំពាក់ជាមួយកាំភ្លើងប្រភេទ 125 មីលីម៉ែត្រនិងមានបំពាក់កាំភ្លើងយន្តប្រភេទ 7.62 មីលីម៉ែត្រ Corsair MG កាំភ្លើងយន្ត 12.7 មីលីម៉ែត្រ AAMG វាមានតម្លៃប្រហែល 4.9 លានដុល្លារក្នុងមួយគ្រឿងប្រទេសដែលប្រើប្រាស់មានដូចជា 1. ប្រទេសថៃឡែនមានចំនួន 38 គ្រឿងជាមួយនឹងការមកដល់លើកដំបូង 28 គ្រឿងនៅថ្ងៃទី 28 ខែតុលាឆ្នាំ 2017 និងបានបញ្ជាទិញចំនួន 10 គ្រឿងបន្ថែមទៀតលើសពីនេះទៀតប្រទេសថៃមានគម្រោងទិញរហូតដល់ 153 គ្រឿង 2. ប្រទេសនីសេរីយ៉ាបានប្រកល់ជូនកងទ័ពនីសេរីយ៉ានៅខែមេសាឆ្នាំ 2020 ដោយមិនបានបញ្ជាក់អំពីចំនួន 3. ប្រទេសប៉ាគីស្ថានដំបូងចំនួន 176 គ្រឿងត្រូវបានបញ្ជាទិញនិងក្រុងទិញសរុបចំនួន 300 គ្រឿងនិងមានបំពាក់ម៉ាស៊ីនរហូតដល់ 1500 សេះបាទឯកសារនេះដែរខ្ញុំបាទដកស្រង់ចេញពីគេហទំព័រ Wikipedia ហើយខ្ញុំបាទក៏បានដាក់ link ជូននៅក្នុង description ផងដែរចុងបញ្ចប់ខ្ញុំបាទសូមអរគុណនិងសូមអភ័យទោសនៅចំណុចខ្វះខាតដែលមិនមានន័យគ្រប់គ្រាន់ដល់បងប្អូនដែលតែងតែគ្រាន់បងប្អូនក៏អាចបញ្ចេញមតិយោបល់ក្នុងន័យស្ថាបនាខាងក្រោមវីដេអូបានផងដែរសូមមានសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា